ដំណើរការនៃការរៀបចំផែនការទុនធានមនុស្សនៅក្នុងក្រុមហ៊ុនមួយអញ្ចឹងនេះគឺជាដំណើរការនៃការរៀបចំផែនការទុនធានមនុស្សនៅក្នុងក្រុមហ៊ុនមួយអញ្ចឹងការងារអីក៏ដោយគឺត្រូវមាន process មានដំណើរការជាដំណាក់កាល1 2 3ក្នុងការធ្វើការងារហើយដំណើរការនៃការរៀបចំផែនការទុនធានមនុស្សគឺចាប់ផ្ដើមតាមរយៈការពិនិត្យមើលផែនការទាំងមូលរបស់ក្រុមហ៊ុនតើក្រុមហ៊ុនគាត់ចង់មានយុទ្ធសាស្ត្រដើរទៅណាចង់ពង្រីកចង់កាត់បន្ថយចង់ពង្រីកទីផ្សារចង់បន្ថែមសកម្មភាពថ្មីឬក៏សេវាកម្មថ្មីអញ្ចឹងយើងពិនិត្យមើលគោលដៅជារួមរបស់ក្រុមហ៊ុនបន្ទាប់ពីហ្នឹងមកគឺយើងពិនិត្យមើលកម្លាំងពលកម្មដែលយើងកំពុងមានតើមានបុគ្គលិកប្រមាណអ្នកហើយបុគ្គលិកមានជំនាញខ្លះហើយតើតម្រូវការដើម្បីឲ្យវាស៊ីជាមួយនឹងយុទ្ធសាស្ត្រក្រុមហ៊ុនដែលមានជារួមហ្នឹងតើកម្លាំងដែលយើងកំពុងមានហ្នឹងវាស៊ីជាមួយនឹងតម្រូវការអត់អញ្ចឹងយើងប្រៀបធៀបកម្លាំងដែលមានហើយនឹងមើលពីតម្រូវការគឺយើងអាចមើលឃើញ gap បាទយើងពាក្យស្ថានភាពពីរហ្នឹងគឺយើងអាចឃើញភាពចន្លោះប្រហោងពាក់ព័ន្ធនឹងកម្លាំងពលកម្មឬក៏ជំនាញដែលយើងត្រូវការសម្រាប់ទុនធានមនុស្សដើម្បីជួយទៅលើក្រុមហ៊ុនអញ្ចឹងចេញមកពីការវិភាគឃើញភាពចន្លោះប្រហោងឬក៏ភាពខ្វះខាតនៃទុនធានមនុស្សគឺក្រុមហ៊ុនអាចរៀបចំសកម្មភាពរៀបចំផែនការក្នុងការឲ្យវាស៊ីជាមួយនឹងតម្រូវការរបស់ក្រុមហ៊ុនដើម្បីសម្រេចគោលដៅហើយយើងអាចតាមដានហើយនឹងវិតម្លៃនៃសកម្មភាពផែនការហ្នឹងតើវាអាចឆ្លើយតបជាមួយនឹងផែនការរួមរបស់ក្រុមហ៊ុនតែឬក៏អត់នេះគឺជាដំណើរការនៃការរៀបចំផែនការឬក៏ចាត់ចែងទុនធានមនុស្សមួយនៅក្នុងក្រុមហ៊ុន